ខ្លះនេះគឺខ្លាចអ្នករអាឃើញខ្មែរព្រាមសុំចរចានេះគឺជាពាក្យពិតមិនចេះតែប្រឌិតមិនចេះតែវោហាគ្រាន់តែលឺតែខ្មែរព្រាមគេដឹងថាទឹកដីខ្លាំងតាំងពីដូនតាថាចម្បាំងមិនដែលខ្លាចអ្នកណាខ្លាចអ្នកណាមិនដែលគិតថាឆ្លៀនពៀនគេហើយក៏មិនដែលគិតថាចង់មករបស់អ្នកណាគ្រាន់តែថាចង់ការពារទឹកដីអ្នកមិនឲ្យសាសដតីមកវាយអ្នកប្រហារពូជខ្មែរពូជអ្នកខ្លាំងជាងចម្បាំងថាមិនដែលចាញ់អ្នកណាមានតែអ្នកខ្លះនេះគឺខ្លាចអ្នករអាឃើញខ្មែរព្រាមសុំចរចានេះគឺជាពាក្យពិតមិនចេះតែប្រឌិតមិនចេះតែវោហាគ្រាន់តែលឺតែខ្មែរព្រាមគេដឹងថាទឹកដីខ្លាំងតាំងពីដូនតាថាចម្បាំងមិនដែលខ្លាចអ្នកណាខ្លាចអ្នកណាមិនដែលគិតថាឆ្លៀនពៀនគេហើយក៏មិនដែលគិតថាចង់បានរបស់អ្នកណាគ្រាន់តែថាចង់ការពារទឹកដីអ្នកមិនឲ្យសត្វដទៃមកវាយប្រហារខ្មែរ